សង្គ្រាមបិទព្រំដែនយើងចង់ឲ្យផលិតផលក្នុងស្រុកវារីកបាទឲ្យលឿនការចោះឈ្មោះអីផ្សេងឲ្យវាស្រួលការគ្រប់គ្រងកម្រិតណាអញ្ចឹងការងារច្រើនដែលយើងត្រូវធ្វើប៉ុន្តែឥឡូវការងារដំបូងត្រូវដោះនេះខ្ញុំគិតថារឿងចោះឈ្មោះចោះបញ្ជីនេះឯកឧត្តមគមនិតសភាចាបានសាកល្បងយើងនឹងរុញចេញការសាកល្បងមួយជាមួយផលិតផលសាប៊ូថា pilot project ធ្វើម៉េចឲ្យ6ថ្ងៃឲ្យចេញបានន័យថាកាលមុនគាត់រត់ទៅរកក្រសួងសិប្បកម្មបានអាជ្ញាប័ណ្ណទៅរត់រកក្រសួងសុខាភិបាលទៅអីទៀតខ្ញុំឲ្យពិនិត្យមើលផលិតផលព្រោះយើងត្រូវបែងចែកវាឲ្យច្បាស់រវាងផលិតផលហានិភ័យខ្ពស់ផលិតផលហានិភ័យមធ្យមផលិតផលហានិភ័យទាបផលិតអានេះ